កជនជាបន្តមកកាន់វគ្គទី2នៅក្នុងកម្មវិធីអចលនទ្រព្យកម្ពុជាហើយនៅក្នុងវគ្គនេះគឺនេះខ្ញុំនឹងមានបទយកាមួយពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍបុរីដែលក្នុងនោះគឺមានការកត់សម្គាល់ឃើញថានៅពេលបច្ចុប្បន្ននេះគឺមានបុរីជាច្រើនកំពុងតែមានការរីកដុះដាលនៅក្នុងប្រទេសកម្ពុជារបស់យើងហើយក្នុងនោះដោយឡែកសម្រាប់បុរីដែលមានភ្នំពេញវិញគឺជាបុរីមួយដែលកំពុងតែមានការគាំទ្រយ៉ាងខ្លាំងដែលរហូតមកទល់នឹងពេលនេះគឺបុរីដែលមានភ្នំពេញគឺកំពុងតែបន្តនៅគម្រោងទី4របស់ខ្លួនជាបន្តទៀតបន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងគម្រោងនាពេលបន្តកន្លងមកនេះចា៎ខណៈដែលស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើររួមជាមួយនឹងកំណើននៃតម្រូវការគេហដ្ឋានកាន់តែកើនឡើងផងនោះបានធ្វើឲ្យបុរីវិមានភ្នំពេញបន្តគម្រោងអភិវឌ្ឍលំនៅឋានក្នុងដំណាក់កាលទី4ជាបន្តបន្ទាប់ពីទទួលបាននូវភាពជោគជ័យក្នុងគម្រោងអភិវឌ្ឍលំនៅឋាន3គម្រោងនាពេលកន្លងមកចំពោះម៉ូដរបស់ផ្ទះនីមួយៗយើងបានគូរដោយស្ថាបត្យលោកគង់ច័ន្ទតារាអនុប្រធានគម្រោងបុរីវិមានភ្នំពេញបានឲ្យដឹងថារហូតមកដល់ពេលនេះបុរីវិមានភ្នំពេញបានសម្រេចនៃការសាងសង់រួចរាល់ចំនួន2គម្រោងរួចមកហើយខណៈដែលគម្រោងទី3កំពុងដំណើរការលក់បានប្រមាណជា 50% លោកបន្តថាការលក់នៅក្នុងគម្រោងអភិវឌ្ឍបុរីវិមានភ្នំពេញពេលនេះកំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរដែលកត្តានេះបានធ្វើឲ្យក្រុមហ៊ុនបន្តអភិវឌ្ឍនៅគម្រោងទី4ជាបន្តទៀតដែលមានឈ្មោះថា Comfort Zone បាទចំពោះគម្រោងទី4នេះយើងទៅតែចាប់ផ្ដើមទេហើយគម្រោងទី4នេះយើងដាក់ឈ្មោះថា The Comfort Zone គម្រោងនេះយើងកសាងនៅលើផ្ទៃដីប្រហែលជា6ហិកតាកន្លះដែលមានសរុបផ្ទះទាំងអស់ជិត340ផ្ទះមកហើយមានប្រភេទសំណង់3ប្រភេទបាទទី1នេះគឺផ្ទះល្វែងទី2គឺផ្ទះវីឡាគេហៅថាវីឡា Gold ហើយមួយទៀតនេះវីឡាហៅថាវីឡា Ruby បាទសម្រាប់គម្រោងទី4នេះយើងបានកសាងនៅលើផ្ទៃដីជិត6ហិកតាកន្លះនៅក្នុងនោះយើងបានរចនានៅម៉ូដថ្មីបន្តទៀតគឺយើងមានបទពិសោធន៍នៅគម្រោងលើកមុនហើយយើងចង់បានភាពទាក់ទាញទៅដល់អតិថិជនថែមទៀតហើយនឹងចង់បានផ្ដល់នៅផាសុកភាពទៅដល់អតិថិជនដែលយើងបានពង្រីកទំហំផ្ទះនោះវាកាន់តែធំជាងមុនហើយចំណែកឯកម្ពស់ផ្ទះនោះក៏កាន់តែធំជាងមុនដែរហើយរចនាម៉ូដរបស់ផ្ទះនីមួយៗក៏ស្អាតជាងមុនថែមទៀតដែរហើយផ្ទះទាំងអស់នេះយើងកសាងនៅលើផ្ទៃដី6ហិកតាកន្លះនេះហើយដំណាក់កាលទី1យើងកសាងពាក់កណ្ដាលសិនប៉ុន្តែយើងនឹងអាចបញ្ចប់ហើយបន្តមកទៀតយើងនឹងកសាងពាក់កណ្ដាលទៀតដោយឡែកលោកឈិនសៃយ័ន្តប្រធានការដ្ឋានរបស់បុរីវិមានភ្នំពេញបានលើកឡើងពីកត្តាគុណភាពនៃសំណង់របស់បុរីដែលបុរីមួយនេះបានធ្វើការពង្រឹងយ៉ាងខ្លាំងទៅលើគុណភាពនៃសំណង់តាំងពីបុរីចាប់ផ្ដើមដំបូងលោកអាជ្ញាជាមួយនឹងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនបានសិក្សាតាំងពីហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ប្រព័ន្ធលូបង្ហូរទឹកក៏ដូចជាសិក្សាទៅលើផ្ទះនីមួយៗហ្នឹងយើងសិក្សាតាំងពីគ្រឹះរហូតដល់ដំបូងដើម្បីរក្សាបាននូវភាពរឹងមាំនិងសុវត្ថិភាពសោភ័ណភាពជូនដល់អតិថិជនហើយនៅក្នុងការគណនាគ្រឹះយើងបានសិក្សាទៅតាមបទដ្ឋានត្រឹមត្រូវដែលមានការទទួលស្គាល់ពីក្រសួងហើយប្លង់របស់យើងនីមួយៗសុទ្ធតែបាន apply ទៅខាងសាលាក្រុងក៏ដូចជាក្រសួងរៀបចំដែនដីនគររូបនីយកម្មបានអនុម័តឲ្យខាងបរិយារបស់យើងបានសាងសង់រហូតដល់ពេលនេះហើយជាមួយគ្នានេះដែរបុរីរបស់យើងបានធ្វើការវិវត្តជាមួយនៅបទពិសោធន៍របស់វិស្វករក៏ដូចជាស្ថាបត្យករខ្មែរយើងដែលបានចូលរួមគ្នាក្នុងការសិក្សាប្លង់តាំងពីរចនាម៉ូដផ្ទះរហូតដល់ការសាងសង់ជាមួយនោះដែរជាងដែលយើងប្រើសប្តាហ៍នេះគឺគាត់មានបទពិសោធន៍ក្នុងការធ្វើផ្ទះជាយូរឆ្នាំក៏ដូចជាជាងថ្មីដែលគាត់បានអាប់ដេតខ្លួនឯងឲ្យមានវិជ្ជាជីវៈត្រឹមត្រូវក្នុងការសាងសង់ផ្ទះរហូតដល់គម្រោងធំយើងមានតាំងពីផ្សារ Sport Club ដែលជាភាពតាក់ទាញមួយដែលធ្វើឲ្យបុរីរបស់យើងបានរីកលូតលាស់ដល់ថ្ងៃនេះជាមួយគ្នានេះផងដែរលោកគង់ច័ន្ទតារាបានបន្ថែមទៀតថាប្រព័ន្ធបង់ប្រាក់របស់បុរីវិមានភ្នំពេញក៏បានផ្ដល់ភាពងាយស្រួលដល់អតិថិជនផងដែរបាទចំពោះរូបមន្តបង់ប្រាក់នេះហើយដែលជាកត្តាដ៏តាក់ទាញសម្រាប់អតិថិជនចំពោះបុរីវិមានភ្នំពេញនេះបាទរូបមន្តនេះវាកាន់តែល្អជាងមុនទៅទៀតគឺអតិថិជនបង់ប្រាក់តែ 5% ប៉ុណ្ណោះនៅក្នុងដំណាក់កាលដំបូងហ្នឹងបាទហើយពិសេសជាងនេះទៅទៀតនោះអ
អតិថិជនអាចបង់ដោយអត់ការប្រាក់ចំនួន18ខែណោះ សូមជម្រាបថារហូតមកដល់ពេលនេះគម្រោងទី4ដែលមានឈ្មោះថា Comfort Zone របស់បុរីវិមានភ្នំពេញបានចាប់បើកដំណើរការលក់ហើយជាមួយគ្នានេះលោកគង់ច័ន្ទតារាបានរំពឹងថាសម្រាប់គម្រោងទី4នេះនឹងទទួលបាននូវភាពជោគជ័យដោយគម្រោងទី1ទី2និងទី3ដែលបានលក់នាពេលកន្លងមកផងដែរជាទស្សនិកជនជាទីគោរពជាបន្តនាងខ្ញុំសូមអញ្ជើញទូរទស្សនិកជនទស្សនានៅតារាងនៃតម្លៃដីធ្លីនៅក្នុងសង្កាត់សំខាន់មួយចំនួននៅក្នុងរាជធានីភ្នំពេញរួមជាមួយនឹងតារាងនៃតម្លៃសម្ភារៈសំណង់ផងដែរសូមអញ្ជើញទស្សនាដូចតទៅចា៎ ទូរទស្សនិកជនជាទីគោរពខណៈនេះគឺវគ្គទី2ដែលនាងខ្ញុំបានជម្រាបជូនទស្សនិកជនពាក់ព័ន្ធទៅនឹងព័ត៌មានដែលជាការបង្ហាញជូនពាក់ព័ន្ធទៅនឹងតម្លៃអចលនទ្រព្យក៏ដូចជាតម្លៃដីធ្លីគឺបានឈានចូលមកដល់ទីបញ្ចប់ហើយយើងខ្ញុំនឹងវិលមកជួបលោកអ្នកសាស្ត្រថ្មីម្ដងទៀតនៅក្នុងវគ្គចុងក្រោយដែលជាវគ្គកិច្ចសម្ភាសន៍ខណៈនេះសូមអនុញ្ញាតសម្រាប់មួយផ្លែតសិនចា៎